បាទអរគុណសាច់អាំងរបស់អ្នកសូមញ៉ាំឲ្យឆ្ងាញ់អ្នកទាំងពីរតើអ្នកដឹងអ្វីខ្លះទៅសាច់នេះគឺជាសាច់របស់អ្នកជំនាញដើរផ្លូវឆ្ងាយស្រានេះគឺជាស្រាលួងលោមចិត្តមានបងប្អូននៅក្បែរខ្លួនផឹកកាន់តែច្រើនកាន់តែមានបានផឹកទៅធាត់ហើយកាលពីមុនឯងនៅ Sina Entertainment ចុះអ្នកផឹកអស់ប៉ុន្មានទៅហេតុអ្វីក៏មិនឃើញនិយាយរឿងធាត់អ្វីដែរអ្នកមែនហើយដោយសារមនុស្សមិនត្រឹមត្រូវអ្នកត្រូវមានតារាបង្ហាញម៉ូដប្រុសដល់ទៅ8នាក់ផឹកគឺផឹកហើយគេមិនផឹកស្រាទាំងនេះដោយវិធីនេះទេផឹកទៅផឹកឲ្យខ្ញុំមើលហេតុអ្វីបានជាអ្នកមិនផឹកតើអ្នកមិនមានសមត្ថភាពមែនទេអ្នកទេតើដែលមិនមានសមត្ថភាពអ្នកណាដែលមិនមានសមត្ថភាពទៅមិនសប្បាយសោះហេតុអ្វីក៏អស់លឿនម្លេះអ្នកណាជាអ្នកគប់ដប់ស្រាបៀរតាជ្រាម្នាក់នេះចេញមកពីណាហេតុអ្វីបានជាគាត់ទាបបំលេះអាមនុស្សក្មេងល្ងងខ្លៅអញហ៊ានមើលងាយយើងឬអញមើលយើងចោះថ្ងៃនេះយើងនឹងអ្នកគេងលក់សិនទៅហេតុអ្វីបានជាអ្នកទើបតែមកដល់នឹកអ្នកខ្លាំងណាស់ក៏ព្រោះតែអាតាអូឌីនឹងហើយគឺព្រោះតែអាតាអូឌីនឹងឯងគាត់ប្រជុំយូរពេកហើយទើបធ្វើឲ្យខ្ញុំមកយឺតមួយសន្ទុះតាជ្រាម្នាក់នោះអាអូឌីគាត់តែងតែបែបហ្នឹងមុនពេលគាត់ប្រជុំគាត់តែងតែនិយាយរឿងឥតប្រយោជន៍គឺនឹងហើយសរុបមកចុះលទ្ធផលនៃការប្រជុំនោះយ៉ាងម៉េចដែរប្រធានបទនៃការប្រជុំលើកនេះគឺនិយាយតាក់ទងនឹងការចាត់វិធានការលើអ្នកខ្ញុំឬបញ្ហារបស់អ្នកគឺធ្ងន់ធ្ងរខ្លាំងណាស់ថ្នាក់លើបាននិយាយថាមិនអាចគ្រាន់តែឲ្យកាត់លឿងប្រមានងាយបែបនេះទៀតទេពួកគេបានបោះឆ្នោតសម្រេចចិត្តថាត្រូវដកអ្នកចេញពីតំណែងជាអធិទេពនៃទ្រព្យសម្បត្តិអ្វីទៅដំណើរការនេះត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធរួចរាល់ហើយលោកទេពទ្រព្យត្រឡប់មកវិញសិនតើអ្នកដើរទៅណាមើលទៅខ្ញុំអស់សង្ឃឹមក្នុងការត្រឡប់ទៅឋានសួគ៌ហើយខ្ញុំទៅរកកន្លែងណាមួយហើយកប់ខ្លួនឯងទៅជាការស្រេចជប់សិនលោកទេពទ្រព្យអ្នកស្ដាប់ខ្ញុំនិយាយឲ្យចប់សិនទៅទោះបីជាវាត្រូវបានដាក់បញ្ចូលក្នុងដំណើរការក៏ដោយប៉ុន្តែបើគិតតាមពេលវេលានៅលើโลกនេះវិញអ្នកនៅមានពេលពេញមួយ7ថ្ងៃទៀតក្នុងរយៈពេល7ថ្ងៃនេះប្រសិនបើអ្នកអាចធ្វើឲ្យត្រកូលស៊ូរកប្រាក់បានដល់1000លាននោះក៏អាចចាត់ទុកថាបានកែប្រែកំហុសរបស់អ្នកដែរនោះអ្នកនឹងអាចវិលត្រឡប់ទៅឋានសួគ៌បានវិញតើឲ្យខ្ញុំនិយាយយ៉ាងណាទៅហេតុអ្វីបានជាខ្ញុំមកចាប់កំណើតក្នុងរាងកាយរបស់មនុស្សកំសាកវូឌីនេះហើយត្រឡប់មកត្រកូលស៊ូវិញបែបនេះដែលពិតទៅខ្ញុំមានវាសនាជាមួយនឹងត្រកូលស៊ូនេះឯងមែនហើយលោកទេពទ្រព្យឲ្យរឿងនេះគឺជាឱកាសតែមួយគត់របស់អ្នកដើម្បីវិលត្រឡប់ទៅឋានសួគ៌គ្រប់យ៉ាងត្រូវតែប្រុងប្រយ័ត្នកុំធ្វេសប្រហែសឲ្យសោះកុំបារម្ភអីត្រឹមតែ1000លានប៉ុណ្ណោះខ្ញុំគឺជារូបសំណាកនៃទេពទ្រព្យតារឿងនេះវាងាយស្រួលណាស់បើដូច្នេះមែនខ្ញុំនឹងរងចាំដំណឹងល្អពីអ្នកនៅឋានសួគ៌ទៅចុះអ្នកលេហើយតាជ្រានោះទៅណាហើយតាជ្រាបានបាត់ខ្លួនហើយខ្ញុំគឺជាទេពនៃភាពក្រីក្រនៅឋានសួគ៌ទោះបីជាមានឋានៈជាទេពក៏ដោយប៉ុន្តែដោយសារតែពាក្យថាក្រមួយនេះទើបធ្វើឲ្យជីវិតខ្ញុំក្លាយជារឿងកំ pl ែងពេញពិភពលោកចំណែកឯអ្នកដែលជាទេពទ្រព្យគ្រាន់តែមានឈ្មោះល្អមួយនៅលើឋានសួគ៌ក៏មានតែគេគោរពស្រឡាញ់ចុះមកដល់លោកីវិញបែរជាមានវិហារធំដុំនិងមានគេគោរពបូជាមិនដាច់សុទ្ធតែជាទេពដូចគ្នាហេតុអ្វីបានជាមានវាសនាខុសគ្នាដាច់ស្រយាលបែបនេះខ្ញុំមិនសុខចិត្តឡើយប៉ុន្តែភាពអយុត្តិធម៌បែបនេះនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះឋានសួគ៌បានសម្រេចចិត្តរួចហើយគឺដកតំណែងទេពទ្រព្យរបស់អ្នកចោលតំណែងទេពទ្រព្យនេះនឹងត្រូវទទួលបន្តដោយរូបខ្ញុំរងចាំយូរណាស់មកហើយទីបំផុតក៏ដល់ថ្ងៃនេះមែនឯងនៅចង់ត្រឡប់ទៅធ្វើជាទេពទ្រព្យទៀតឬសុបិនទៅចុះតំណែងទេពទ្រព្យនេះអាចជារបស់ខ្ញុំតែម្នាក់ប៉ុណ្ណោះខ្ញុំនឹងមិនផ្ដល់ឱកាសឲ្យឯងជាដាច់ខាតក្នុងការវិលត្រឡប់ទៅឋានសួគ៌វិញនោះទេភ្ញាក់ហើយឬអាមនុស្សឈួតជិតខ្ញុំមែនទេស្រែកខ្លាំងម្លេះអញកំពុងហៅប្រលឹងឬយ៉ាងណាវូឌីឯងជាអាមនុស្សស្មោកគ្រោកអញឆ្លៀតឱកាសពេលគេស្រវឹងជាគ្មានសិលធម៌មែនខ្ញុំឆ្លៀតឱកាសពេលគេស្រវឹងមែនទេអញសាកគិតមើលឲ្យល្អិតល្អន់ទៅថាតើអ្នកណាទៅដែលឆ្លៀតឱកាសនោះអ្នកណាទៅដែលលោកខ្លួនចង់បានរាងកាយអ្នកដទៃ
ឯងនិយាយថាឯងផឹកមិនសូវបានទើបខ្ញុំមិននាំឯងទៅផឹកស្រាមួយយប់មិញនេះឯងធ្វើឲ្យខ្ញុំហត់នឿយខ្លាំងណាស់ឯងមានជាតិជាឆ្កែឬយ៉ាងណាបើឯងចង់សងសំណងវិញឲ្យជាលុយមកគឺបានហើយរឹតរីវីយូឯងកំពុងធ្វើអ្វីហ្នឹងឯងកំពុងធ្វើអ្វីហ្នឹងឯងអាមនុស្សស្មោកគ្រោកពេលឯងមិនស្លៀកពាក់ក៏មើលទៅស្អាតដែរតើភាពបរិសុទ្ធមួយជាតិរបស់រូបខ្ញុំហេតុអ្វីបានជាត្រូវមកខូចខាតដោយសារតែដៃរបស់អ្នកទៅវិញចុះបន្ទាប់មកទៀតដូច្នេះហើយអ្នកបានក្អួតដាក់លើខ្លួនខ្ញុំទៀតសងថ្លៃខោអាវមកឲ្យខ្ញុំផង Woody អញនៅមានមុខមកនិយាយរឿងសិលធម៌ទៀតឬគឺអញទេដែលបង្ខំឲ្យខ្ញុំស្រវឹងដើម្បីឆ្លៀតឱកាសពីខ្ញុំហើយឥឡូវអញនៅទាមទារលុយពីខ្ញុំទៀតខ្ញុំមិនទាន់ឃ្លានដល់ថ្នាក់ចង់បានស្រីស្រវឹងនោះទេម្យ៉ាងទៀតរូបរាងកាយបែបនេះរបស់អ្នកខ្ញុំសម្បីតែចង់មើលក៏មិនចង់ដែរឯងឈប់ធ្វើជាមនុស្សដែលគិតច្រើនទៅបានទេឯងកំពុងសម្លឹងទៅឯណាខ្ញុំកំពុងសម្លឹងទៅត្រង់នេះហើយឯងឈប់ធ្វើពោតទៅខ្ញុំយល់ហើយឯងគឺមានបំណងបង្ខំឲ្យខ្ញុំស្រវឹងហើយចង់មកប៉ះពាល់រាងកាយខ្ញុំមែនទេ Woody ឯងពិតជាមានចិត្តពីស្ពលណាស់នាងអើយបើខ្ញុំពិតជាចង់ធ្វើអ្វីអ្នកមែននោះចាំបាច់ត្រូវលំបាកនាំឯងទៅផឹកស្រាធ្វើអ្វីនៅក្នុងខួរក្បាលឯងកំពុងគិតអ្វីតើដោយសារផឹកស្រាច្រើនពេកទើបធ្វើឲ្យខួរក្បាលឯងវង្វេងវង្វាន់មែនទេម្យ៉ាងទៀតទង្វើដ៏ឆោតល្ងង់របស់អ្នកកាលពីយប់មិញបើខ្ញុំពិតជាមានចិត្តលើអ្នកមែននោះគឺពិតជាខួរក្បាលខ្ញុំមានបញ្ហាហើយឯងមិនមានចិត្តលើខ្ញុំមែនទេកាលពីយប់មិញខ្ញុំមើលទៅអន់ដល់ថ្នាក់នឹងមែនទេពួកអ្នកបានដេកបន្ទប់ជាមួយគ្នាមែនទេពួកអ្នកបានដេកបន្ទប់ជាមួយគ្នាមែនទេអាមនុស្សកូនប្រសាអើយឯងបានធ្វើអ្វីទៅលើប្អូនស្រីខ្ញុំនិយាយឲ្យស្រួលបួលមករ ឹតរីវីយូនិយាយឲ្យស្រួលបួលមករវាងខ្ញុំនិងវ៉ាន់ពួកយើងគឺជាប្តីប្រពន្ធស្របច្បាប់កាលពីយប់មិញពួកយើងមិនបានធ្វើអ្វីឡើយទោះបីជាខ្ញុំធ្វើអ្វីដាក់នាងយ៉ាងណាក៏ដោយក៏មិនដល់វេនរបស់អ្នកដែលជាអ្នកក្រៅមកបញ្ជាដែរឯងបានហើយឈប់ឆ្លោះគ្នាទៅចុះទៅក្រោមទៅប្រជុំកុំឲ្យយឺតឲ្យសោះវ៉ាន់កាលពីយប់មិញពួកឯងម៉ាក់កុំសួរអីឯងត្រូវនិយាយឲ្យច្បាស់លាស់មកទោះបីជាលោកតាចាស់ស្រឡាញ់ចូលចិត្តអ្នកក៏ដោយពួកយើងទាំងគ្រួសារក៏គ្មានជំរឿអ្វីដែរប៉ុន្តែអ្នកក៏គួរតែដឹងដែរថាស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់ក្រុមហ៊ុនត្រកូលស៊ូយើងម្យ៉ាងទៀតខ្ញុំមិនខ្វល់ថាពីមុនមកអ្នកបានប្រើវិធីសាស្ត្រអ្វីខ្លះដើម្បីគ្រប់គ្រងតម្លៃភាគហ៊ុននោះទេដែលធ្វើឲ្យតម្លៃភាគហ៊ុនរបស់ត្រកូលស៊ូយើងឡើងចុះខ្លាំងបែបនេះក្នុងនៅពេលដែលលោកតាចាស់ជឿជាក់ខ្លាំងទៅលើអ្នកថាអ្នកអាចជួយសង្គ្រោះត្រកូលស៊ូយើងបាននោះប្រហែលជាអ្នកពិតជាមានសមត្ថភាពពិសេសលើសពីគេមែនម្យ៉ាងទៀតខ្ញុំអាចប្រាប់អ្នកដោយទំនួលខុសត្រូវថាទោះបីជាពេលនេះភាគហ៊ុនរបស់ត្រកូលស៊ូយើងអាចឆ្លងផុតវិបត្តិលើកនេះបានក៏ដោយប៉ុន្តែបើការកើនឡើងនេះនៅតែយឺតយ៉ាវខ្លាំងណាស់បើស្ថានភាពនៅតែបន្តបែបនេះទៅទៀតការអភិវឌ្ឍនាពេលអនាគតរបស់ត្រកូលស៊ូយើងក៏នឹងជួបការលំបាកខ្លាំងដែរគាត់មានសមត្ថភាពអស្ចារ្យអីទៅគឺច្បាស់ជាមានសមត្ថភាពលេងល្បិចហើយប្រសិនបើមិនមែនដោយសារគាត់ធ្វើរឿងរ៉ាវផ្ដេសផ្ដាស់កាលពីមុនតែធ្វើឲ្យតម្លៃហ៊ុនឡើងចុះមិននឹងណនោះតើក្រុមហ៊ុនស៊ូយើងអាចធ្លាក់ដល់ចំណុចនេះដែរឬទេនោះគឺដោយសារតែអ្នកខ្លួនឯងទេបានប្រាប់ឲ្យអ្នកស្ងាត់មាត់យូរមកហើយតែអ្នកមិនព្រមស្ដាប់សម្រាប់និន្នាការបច្ចុប្បន្ននេះសម្រាប់ស្ថានភាពបច្ចុប្បន្ននេះណាទាំងអស់នេះគឺសុទ្ធតែជាកំហុសដែលអ្នកបានបង្កើតឡើងដោយខ្លួនឯងទាំងស្រុងចុះអ្នកថាគួរតែធ្វើដូចម្ដេចធម្មតាអ្នកមិនមែនពូកែអួតណាស់មែនទេថាមានអ្នកនៅទីនេះទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនស៊ូយើងនឹងកាន់តែកើនឡើងហេមចុះខ្ញុំសុំមើលបន្តិចថាតើអ្នកមានវិធីសាស្ត្រអ្វីខ្លះអ្នកឲ្យខ្ញុំនិយាយខ្ញុំក៏និយាយចុះតើមុខមាត់របស់ខ្ញុំត្រូវយកទៅទុកនៅណាហេកុំមកដាក់សម្ពាធលើខ្ញុំឲ្យសោះហេម
ម្យ៉ាងវិញទៀតខួរក្បាលដែលពោពេញដោយក្លិនស្រារបស់អ្នកនេះទោះខ្ញុំនិយាយទៅអ្នកអាចយល់ដែរឬទេស្ដាប់មិនយល់មែនទេតើត្រកូលស៊ូរបស់អ្នកមិនមែនមានការវិនិយោគច្រើនទេឬប្រាប់មកមើលស្ថានភាពវិនិយោគបច្ចុប្បន្នយើងមានគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅក្នុងក្រុងតែទើបតែចំណាយទុនទៅចំនួន30លានរំពឹងថានៅចុងឆ្នាំក្រោយនឹងអាចចាប់ផ្ដើមតាក់ទាញអ្នកវិនិយោគបានម្យ៉ាងវិញទៀតនៅភាគខាងជើងក្រុងក៏មានឧទ្យានចាប់ផ្ដើមអាជីវកម្មមួយដែរដែលយើងបានព្រមព្រៀងជាមួយក្រុមហ៊ុនដៃគូទី3រួចរាល់ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលអនុម័តគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងក្រុងនេះគឺមានគូប្រជែងជុំវិញច្រើនពេកហើយចំនួនអ្នកប្រើប្រាស់មិនអាចទ្រទ្រង់បានឡើយកាន់តែដាក់ទុនច្រើនកាន់តែខាតច្រើនឈប់ទៅចំណែកឯឧទ្យានចាប់ផ្ដើមអាជីវកម្មនោះការអនុម័តពេលនេះតឹងរឹងណាស់យ៉ាងហោចណាស់ក៏ត្រូវរងចាំ2ឆ្នាំដែរក្នុងអំឡុងពេលនេះទុននឹងត្រូវជាប់គាំងកម្លាំងមនុស្សនឹងត្រូវអស់រលីងបើគិតតាមលំហូរហិរញ្ញវត្ថុរបស់ត្រកូលស៊ូពេលនេះគឺមិនអាចទ្រាំបានទេត្រូវតែបញ្ឈប់ជាបន្ទាន់ចុះយ៉ាងណាទៀតយើងនៅមានគម្រោងធម្មពលថ្មីមួយទៀតដែលបច្ចុប្បន្នទទួលបានការគាំទ្រពីគោលនយោបាយរដ្ឋគម្រោងធម្មពលថ្មីមែនទេសមាមាត្របច្ចេកវិទ្យាទាបខ្លាំងណាស់ហើយការប្រកួតប្រជែងលើទីផ្សារក៏ខ្លាំងលើសកំណត់ទោះបីមានការគាំទ្រក៏គ្រាន់តែជាដំណក់ទឹកក្នុងមហាសមុទ្រប៉ុណ្ណោះការខាតបង់គឺខ្ពស់ណាស់ឈប់ទៅគម្រោងបន្តទៀតមកអស់ហើយត្រកូលស៊ូមួយនេះពិតជាដើរដល់ផ្លូវតមែនជាមួយនឹងកម្រិតនៃការវិនិយោគបែបនេះរបស់អ្នកនៅពេលដែលលោកតាលែងទុកចិត្តហើយនោះត្រកូលស៊ូរបស់អ្នកនឹងត្រូវដកខ្លួនចេញមិនខានចុះអ្នកថាគួរតែធ្វើដូចម្តេចស្ថានភាពវិនិយោគវាស្មុគស្មាញណាស់លុះត្រាតែតាក់ទងបានជាមួយបុគ្គលិកស្នូពីខាងក្នុងបើមិនដូច្នោះទេគឺពិបាកណាស់ចុះមនុស្សទំនេរដូចជាអ្នកហេតុអ្វីបានជាដឹងច្បាស់ម្ល៉េះយើងនេះគឺជានិមិត្តរូបនៃទេពព្រះទ្រព្យរាល់លំហូរហិរញ្ញវត្ថុក្នុងលោកនេះទាំងការខាតឬការចំណេញសុទ្ធតែស្ថិតក្នុងកណ្ដាប់ដៃរបស់យើងទាំងអស់ចំណេះដឹងវិនិយោគបន្តិចបន្តួចនេះមិនពិបាកអ្វីឡើយរឿងនេះសូម្បីតែអ្នកដែលមានខួរក្បាលបន្តិចក៏អាចគិតឃើញដែរអូអ្នកហ៊ានថាខ្ញុំគ្មានខួរក្បាលមែនទេនេះអ្នកនិយាយដោយខ្លួនឯងទេមិនមែនខ្ញុំនិយាយទេណាហេហេនឹកស្មានមិនដល់ថាត្រកូលស៊ូធ្លាក់ដល់កម្រិតនេះសោះចង់រកប្រាក់រាប់ពាន់លានមែនទេយើងជាទេពព្រះទ្រព្យមិនមែនជាចោរប្លន់ទេក្រៅពីការប្លន់ប្រាក់គឺគ្មានវិធីផ្សេងទៀតទេចាំបន្តិចប្លន់ប្រាក់មើលទៅហាក់ដូចជាអាចធ្វើទៅបានភាគហ៊ុនរបស់ត្រកូលស៊ូយើងកាលពីមុនគឺល្អខ្លាំងណាស់ភាគហ៊ុនមែនទេមិនមែនជារឿងដដែលជាមួយនឹងការវិនិយោគទេឬយើងជាទេពព្រះទ្រព្យទិញភាគហ៊ុនណាក៏នឹងឡើងថ្លៃដែរការចង់រកប្រាក់ចំណេញមិនមែនជារឿងងាយស្រួលពេកសម្រាប់យើងទេឬអ្នករៀបចំកុំព្យូទ័រឲ្យខ្ញុំហើយចុះហេតុអ្វីបានជាអ្នករៀបចំចានគុំមួយឲ្យខ្ញុំទៀតតើអ្នកចង់យកចានគុំទៅធ្វើអ្វីត្រកូលស៊ូរបស់អ្នកចិត្តមានភ្លៀងមាសធ្លាក់មកហើយមិនមែនត្រូវមានចានគុំសម្រាប់ទទួលទេឬតើគាត់ឈួតមែនទេវីទៅពួកអញល្ងងម្លេះទៅវីនេះធ្វើអីទៀតគេវីគ្នាឡើងដល់ជាន់លើហើយវីគ្នាជាក្រុមហើយតើហាន់ជីងសាននៅឯណាអ្នកជានរណារកប៉ារបស់ខ្ញុំមានការអ្វីឲ្យមិនមែនទេតើអ្នកចូលមកទីនេះដោយរបៀបណាតើហាន់ជីងសានទៅណាហើយកំពុងនិយាយជាមួយអ្នកនឹងអ្នកថ្លង់មែនទេតើអ្នកចូលមកទីនេះដោយរបៀបណាហ្វឺផ្ទុះខ្ញុំវាយខ្ញុំគឺហាន់ជីងសានលោកគឺអ្នកដែលចាត់ទុកខ្លួនឯងថាជាទេពព្រះទ្រព្យជំនាន់ក្រោយមែនទេតើអ្នកអាចនាំមកនៅសំណាងដល់ត្រកូលហាន់របស់ខ្ញុំបានពិតមែនឬតើអ្នកធ្លាប់បានឮឈ្មោះនេះទេកូនប្រសារដែលចូលមកត្រកូលស៊ូកាលពីពេលមុនបានបង្កភាពចលាចលនៅថ្ងៃរៀបការរឿងរ៉ាវរបស់គាត់ត្រូវបានគេដឹងពេញទីក្រុងហាន់ឈឹងតាមពិតគាត់គឺជាទេពព្រះទ្រព្យពីមុនដោយសារតែធ្វើខុសរឿងសំណាងទើបត្រូវគេបណ្ដេញចុះមកផែនដីហើយត្រកូលទាំងពីរដែលគាត់ធ្វើខុសនោះគឺត្រកូលហាន់និងត្រកូលស៊ូហើយក៏ព្រោះតែគាត់ធ្វើខុសរឿងសំណាងនេះឯងទើបធ្វើឲ្យត្រកូលហាន់របស់ពួកអ្នកខ្លាយជាអ្នកមានក្នុងមួយរំពេចសំណាងជួបតែរឿងល្អៗរយៈពេលត្រឹមតែប៉ុន្មានឆ្នាំអាចចូលក្នុងជួរអ្នកមានមុខមាត់នៅភាគខាងត្បូងក្រុងហើយលើកនេះភារកិច្ចរបស់គាត់នៅពេលចុះមកផែនដីគឺមកដកហូតសំណាងពីត្រកូលហាន់របស់ពួកអ្នកវិញដើម្បីទៅជួយត្រកូលស៊ូវិញចុះខ្ញុំគួរតែធ្វើដូចម្តេចចាំបន្តិចអ្នកមិនមែនកំពុងបោកប្រាស់ខ្ញុំទេមែនទេតើខ្ញុំមានមូលហេតុអ្វីត្រូវជឿអ្នកទេពព្រះទ្រព្យចុះមកផែនដីសូមលោកជួយចង្អុលបង្ហាញផ្លូវល្អដល់ត្រកូលហាន់ពួកយើងផងដរាបណាត្រកូលស៊ូនៅតែខាតបង់សំណាងរបស់ត្រកូលហាន់ពួកអ្នកនឹងមិនបាត់បង់ឡើយអើយអ្នកធ្លាប់លេងភាគហ៊ុនទេសូម្បីតែអ្នកក៏ចង់ពឹងផ្អែកលើភាគហ៊ុនដើម្បីឲ្យត្រកូលស៊ូពួកយើងងើបឡើងវិញដែរឬពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់ខ្ញុំដឹងថាអ្នកចូលចិត្តអួតប៉ុន្តែការលេងភាគហ៊ុននេះមិនមែនពឹងលើសំណាងទេ
ខ្ញុំមិនខ្វល់ថាពីមុនអ្នកប្រើវិធីអ្វីដើម្បីគ្រប់គ្រងត្រកូលស៊ូនោះទេប៉ុន្តែត្រកូលស៊ូរបស់ពួកយើងមិនអាចទ្រាំទ្រនឹងការពិសោធន៍ផ្ដេសផ្ដាសទៀតបានទេប្រសិនបើលើកនេះអ្នកហ៊ានបន្តអួតអាងទៀតរហូតធ្វើឲ្យប៉ះពាល់ដល់ឫសគល់របស់ត្រកូលស៊ូពួកយើងទោះបីមានការការពារពីលោកតាក៏ដោយក៏ខ្ញុំពិតជាមិនប្រងើយកន្តើយចំពោះរឿងនេះដាច់ខាតពិតជាក្រុមមនុស្សល្ងងខ្លៅមែនអ្នកក៏ជាកូនចៅជំនាន់ក្រោយដែលមានស្ថាបនិកជោគជ័យដែរតែមិនរៀនសូត្រពីទស្សនវិស័យអ្វីទាំងអស់មិនចម្លែកទេដែលគ្មានសមត្ថភាពកុំមកអួតនៅទីនេះអីបើអ្នកពូកែពិតមែនក៏មកបង្ហាញឲ្យពួកយើងឃើញទៅហេអញ្ចឹងយកមួយនេះចុះហាហាអើយឯងពិតជាមិនដឹងខ្យល់អ្វីសោះមែនទេពីដំបូងខ្ញុំស្មានថាឯងចេះដឹងខ្លះៗដែរលទ្ធផលគឺឯងមិនដឹងអ្វីសោះតែម្ដងជ្រើសរើសភាគហ៊ុនដែលធ្លាក់ថ្លៃមួយនេះតើឯងដឹងទេថាវាជាអ្វីនេះគឺភាគហ៊ុនដែលឯងជ្រើសរើសនេះគឺជាភាគហ៊ុនឥតបានការដែលគេស្គាល់ទូទៅទេមើលទៅប៉ាពិតជាចាស់មែនហើយដែលយកក្តីសង្ឃឹមរបស់ត្រកូលស៊ូទាំងមូលទៅផ្ញើនឹងឯងបែបនេះគួរឲ្យអស់សំណើចណាស់ឡើងទៅឡើងអ្នកណាថាភាគហ៊ុននេះអត់ឡើងភាគហ៊ុននេះល្អណាស់ឡើងថ្លៃតើវាអាចទៅរួចយ៉ាងម៉េចឲ្យស្លាប់ចុះខ្ញុំដូចជាឃើញខ្មោចឡងហើយឡើងទៀតខ្ញុំស្មានថាឯងពិតជាមានសមត្ថភាពខ្លះដែរមិននឹកស្មានថាឯងគ្រាន់តែធ្វើសម្ដែងបែបនេះសោះធ្វើពុតជាអស្ចារ្យស្ទើរតែធ្វើឲ្យខ្ញុំជឿទៅហើយហេភាគហ៊ុនដែលឯងជ្រើសរើសនេះមិនមែនឡើងថ្លៃណាផ្ទុយទៅវិញវាធ្លាក់ថ្លៃខ្លាំងជាងមុនទៅទៀតគួរឲ្យអស់សំណើចមានគេកំពុងលេងល្បិចដាក់ខ្ញុំហើយអើយវូឌីតើអ្នកទៅណាសម្ដែងលេងកាត់ក៏រត់មែនទេពិតជាគ្មានដួងចិត្តមែនតាមពិតគឺឯងនេះឯងដែលនៅពីក្រោយរឿងនេះទេព្រះអត់ឃ្លានក៏ចុះមកធ្វើរឿងថោកទាបបែបនេះដែរមែនទេសម្ដីនេះអ្នកនិយាយខុសណៃហើយយើងគឺជាអ្នកស្ម័គ្រចិត្តចុះមកធ្វើបែបនេះដោយខ្លួនឯងមិនដូចជាឯងដែលត្រូវបានគេបណ្ដេញចុះមកផែនដីឡើយឯងប្រហែលជាមិនទាន់ដឹងទេដឹងកិច្ចប្រជុំនៅឋានសួគ៌បានសម្រេចជ្រើសរើសអ្នកស្នងតំណែងជាទេព្រះទ្របរួចហើយកុំប្រាប់ឲ្យសោះថាម្នាក់នោះគឺជារូបឯងហាហាត្រឹមត្រូវហើយឱកាសនេះយើងរងចាំវាយូរពេកហើយទីបំផុតក៏រងចាំបានដល់ថ្ងៃនេះប្រសិនបើខ្ញុំចាំមិនខុសទេកិច្ចប្រជុំនោះមិនទាន់បញ្ចប់ផងតើឯងមិនប្រញាប់សប្បាយចិត្តពេកទេឬចុះបើអីចឹងវិញតើធ្វើម៉េចរឿងនេះវានៅតែជាបញ្ហានៃពេលវេលាតែប៉ុណ្ណោះតំណែងជាទេព្រះទ្របត្រូវតែជារបស់ខ្ញុំយើងទាំងពីរមានគ្រូតែម្នាក់បង្រៀនដូចគ្នាចុះហេតុអ្វីបានជាឯងអាចធ្វើជាទេព្រះទ្របដែលមានមនុស្សគោរពរាប់លាននាក់មានអំណាចគ្រប់គ្រងទ្រព្យសម្បត្តិទូទាំងពិភពលោកខណៈពេលដែលខ្ញុំវិញមានតែវាសនាដែលគេស្អប់ខ្ពើមមនុស្សនៅទាំងលើឋានសួគ៌និងផែនដីសុទ្ធតែចាត់ទុកខ្ញុំដូចជាពស់និងខ្យាដំរីឱកាសមួយនេះខ្ញុំរងចាំវាយូរពេកហើយដូច្នេះ Red Review មិនមែនខ្ញុំជាអ្នកឈ្នះទេគឺឯងទៅវិញទេដែលនឹងត្រូវបរាជ័យបើអីចឹងចូលប្រញាប់ដកខ្លួនចេញទៅបើមិនដូច្នោះទេកុំបន្ទោសខ្ញុំដែលមិនគិតពីមនោសញ្ចេតនាគ្រូនិងសិស្សឲ្យសោះនិយាយចប់ហើយមែនទេបើអីចឹងដល់វេនខ្ញុំនិយាយពីម៉ាត់វិញម្ដងដរាបណាការតែងតាំងនេះមិនទាន់ប្រកាសជាផ្លូវការទេខ្ញុំនៅតែជាទេព្រះទ្របដែលពិភពលោកទាំង3ទទួលស្គាល់មិនថាអ្នកណាទេយើងប្រកាសជានឹងត្រឡប់ទៅឋានសួគ៌វិញគ្មាននរណាម្នាក់អាចរារាំងបានឡើយត្រឹមតែមនុស្សក្រដូចជាឯងនេះក៏ចង់ធ្វើជាទេព្រះទ្របដែរឬសុបិនទៅចុះបើឯងហ៊ានមកដកហូតទ្រព្យសម្បត្តិទៀតយើងនេះនឹងមិនទុកឯងចោលឡើយចេញទៅខុងសាំងនិងខ្ញុំមានគ្រូតែម្នាក់បង្រៀនដូចគ្នាចំណេះដឹងនិងយុទ្ធសាស្ត្រដែលរៀនមកគឺស្ទើរតែដូចគ្នាទាំងស្រុងគាត់ប្រកាសជាស្គាល់ពីវិធីសាស្ត្ររបស់ខ្ញុំច្បាស់ណាស់ប្រសិនបើខ្ញុំចង់លើកដំកើងភាគហ៊ុនត្រកូលស៊ូដើម្បីដោះស្រាយបញ្ហាជាមួយបុគ្គលិកលក្ខណៈរបស់គាត់នឹងមិនងាយឲ្យខ្ញុំសម្រេចគោលដៅឡើយប្រកាសជាលួចធ្វើរឿងនៅពីក្រោយខ្នងមិនខានមិនថាលួចទម្លាក់តម្លៃភាគហ៊ុនឬដាក់គម្រោងកាត់មុខមុនឬក៏ប្រើអក្ខរាវិរុទ្ធរំខានដល់ការវិនិច្ឆ័យទីផ្សារច្បាប់ឋានសួគ៌និយាយថាទេព្រះដែលចុះមកផែនដីមួយថ្ងៃប្រើវេទមន្តបានតែម្ដងប៉ុណ្ណោះខុងសាំងក៏ដូចគ្នាដែរបើអីចឹងមែនអញ្ចឹងខ្ញុំនឹងប្រើវាឥឡូវនេះហើយឯងមកធ្វើអ្វីនៅទីនេះឈប់សម្ដែងទៅអ្នកមិនដឹងទេថាគេស្មានថាឯងខ្លាំងប៉ុណ្ណាអ្វីទៅអញហ៊ានបោះទុនដល់ទៅ500លានចូលភាគហ៊ុន A តែម្ដងឬអញដឹងទេថាភាគហ៊ុន A គឺជាទីផ្សារដែលគេស្គាល់ថាជារណ្ដៅសាកសពមនុស្សប៉ុន្មានអ្នកដែលស្លាប់ដោយសារវាអញហ៊ានបោះទុនដល់500លានចូលទៅអញចង់កាត់ផ្ដាច់ប្រភពចំណូលដ៏សំខាន់របស់ត្រកូលស៊ូពួកយើងមែនទេអញចង់ឲ្យត្រកូលស៊ូពួកយើងដួលរលំទើបអញអស់ចិត្តមែនទេអាមនុស្សឈួតចាំបន្តិចតើឯងបានលុយទាំងនេះមកពីណាមិនមែនលោកតាបានដាក់ទ្រព្យសម្បត្តិទាំងអស់ចូលក្នុងកាតធនាគារអញកាលពីលើកមុនទេឬពេលឯងទិញខោអាវខ្ញុំបានឃើញលេខសម្ងាត់របស់អញហើយ Red Review ហ៊ានប្រើលុយរបស់ខ្ញុំតាមចិត្តបែបនេះ
លុយអ្វីទៅជារបស់ឯងពេលនៅមន្ទីរពេទ្យលោកតាបាននិយាយថាប្រសិនបើខ្ញុំត្រូវការលុយនេះគឺអាចប្រើបានគ្រប់ពេលខ្ញុំបានឮសំឡេងពួកឯងពីខាងក្រៅកំពុងឆ្លោះគ្នាពីរឿងអ្វីទៅលោកតាលោកមើលចុះឯងហ៊ានយកលុយខ្ញុំទាំងអស់ទៅបោះចូលក្នុងភាគហ៊ុនអីមែនទេអូពួកឯងមានអ្វីត្រូវភ័យស្លន់ស្លំម្លេះខ្ញុំមិនបានប្រាប់ទេឬដរាបណាមានខ្ញុំនៅទីនេះត្រកូលស៊ូពួកឯងនឹងមិនដួលរំឡើយឯងឈប់ធ្វើជាមនុស្សអប្រិយជំនឿនៅទីនេះទៅខ្ញុំមើលទៅឯងចង់ឲ្យត្រកូលស៊ូពួកយើងដួលរលំដោយចេតនាថ្ងៃនេះបើមិនទូនមានមេក្បាលចៅឯងឲ្យរៀងចោលទេអញមិនមែនត្រកូលស៊ូទៀតឡើយចង់វាគ្នាមែនទេមកទៅមន្ទីរពេទ្យទៅមិនមែនឯងចង់វាគ្នាទេឬទៅបន្ទប់អ្នកជំងឺរបស់លោកតាទៅទីនោះវាគ្នាក៏មិនអីដែរទៅអញឈប់យកលោកតាពាក់កណ្ដាលមាត់មកគំរាមខ្ញុំទៅពិតជាមនុស្សដែលការពារសត្រូវបងឈាមមែនអាចោឯងភ្លេចហើយមែនទេក្នុងការដែលលោកតាបាននិយាយថាលុយនេះខ្ញុំអាចប្រើបានតាមចិត្តអញ្ចឹងខ្ញុំចង់ប្រើវាធ្វើអ្វីក៏ជារឿងរបស់ខ្ញុំដែរពួកឯងឈប់ធ្វើមុខមាត់មកសួររកកំហុសខ្ញុំទៀតទៅក្នុងការដែល Woody វិនិយោគលើភាគហ៊ុន A អញ្ចឹងខ្ញុំគ្រាន់តែរងចាំមើលក្បាលកន្ទុយវាទៅបានហើយធ្វើឲ្យភាគហ៊ុននោះធ្លាក់ថ្លៃទៅត្រកូលស៊ូប្រកាសជាដួលរលំមិនខានភាគហ៊ុន A នេះមិនមែននៅស្ងៀមជាច្រើនឆ្នាំហើយទេឬហេតុអ្វីបានជាវាឡើងថ្លៃបន្តបែបនេះហេតុអ្វីបានជាវាឡើងដល់កម្រិតកំណត់បែបនេះតើវាអាចទៅរួចទេដែលគេមានសមត្ថភាពពិតមែនល្អណាស់នៅសល់តែ1នាទីទៀតប៉ុណ្ណោះនឹងបិទទីផ្សារហើយបើអ្នកអាចរក្សាភាគហ៊ុនឲ្យនៅថេរមិនធ្លាក់ចុះលើកនេះយើងប្រកាសជាចំណេញធំហើយលើកនេះថាឯងសំណាងហើយដែលមិនធ្វើឲ្យត្រកូលស៊ូខាត់បងតាមឯងបើមិនដូច្នោះទេឯងប្រកាសជាជួបរឿងមិនល្អជាមិនខានឯងបានបង្កើនចំនួនទុនមែនទេបាទបង្កើនចំនួន100ដងអ្វីទៅឯងធ្វើបែបនេះវាជ្រុលពេកហើយទោះបីជាលើកនេះយើងឈ្នះត្រកូលស៊ូអាចរកបាន 5000 លានប៉ុន្តែបើចាញ់យើងក៏ត្រូវសង្វិញ 5000 លានដែរតើឯងចង់ឲ្យត្រកូលស៊ូពួកយើងទៅរកលុយឯណាមកសងអូយនៅសល់តែ30វិនាទីចុងក្រោយទេព្រះជួយកូនផងសូមឲ្យកូនផងភាគហ៊ុននេះសូមកុំឲ្យធ្លាក់ថ្លៃឲ្យសោះអាមីតូហ្វូទេមុនពេលបិទទីផ្សារភាគហ៊ុន A ត្រូវតែធ្លាក់ថ្លៃខ្ញុំនឹងប្រើវេទមន្តផ្លាស់ប្ដូររូបភាពជាការបោកភ្នែកមើលពីខាងក្រៅគឺដូចជាត្រកូលស៊ូកំពុងវិនិយោគលើភាគហ៊ុន A ធ្វើបែបនេះខុងសាងប្រកាសជានឹងលូកដៃចូលមិនខានហើយគាត់ប្រកាសជានឹងប្រើវេទមន្តលើភាគហ៊ុន A នោះធ្វើឲ្យភាគហ៊ុន A ផ្ទុះឡើងខ្លាំងមុនពេលវាដួលរលំលោកទេពព្រះត្រកូលស៊ូបានវិនិយោគលើភាគហ៊ុន A ហើយយើងគួរវិនិយោគលើអ្វីដែរយើងក៏វិនិយោគតាមនោះដែរប៉ុន្តែភាគហ៊ុន A នេះនៅស្ងៀមយូរមកហើយស្រាប់តែមកឡើងថ្លៃខ្លាំងពេលនេះប្រកាសជាមានបញ្ហាហើយវាអាចជារឿងដែលគេបង្កើតឡើងដើម្បីបោកបញ្ឆោតបើយើងយកលុយទៅបោះចូលពេលនេះហានិភ័យខ្ពស់ពេកហើយតើការចង់រកប្រាក់ចំណេញវាពិបាកដល់ថ្នាក់នោះមែនទេត្រកូលហានរបស់ពួកអ្នកមានសំណាងដែលទេពព្រះទ្រព្យប្រទានឲ្យដរាបណាពួកអ្នករក្សាសំណាងនេះបានកូនចៅត្រកូលហាននឹងមានជីវភាពធូរធារមិនខានប៉ុន្តែស្ត្រូវធំរបស់រឿងនេះគឺត្រកូលស៊ូ Woody កំពុងព្យាយាមជួយត្រកូលស៊ូឲ្យរកលុយបានគ្រប់ 1000 លាននៅពេលដែលគេជោគជ័យសំណាងរបស់ត្រកូលហានពួកអ្នកនឹងរលាយបាត់ទៅដោយស្វ័យប្រវត្តិដល់ពេលនោះអ្នកដែលត្រូវគេបណ្ដេញចេញគឺពួកឯងហើយចុះរឿងនេះវាតាក់ទងអ្វីនឹងភាគហ៊ុន A អាឡងង Woody បានយកលុយទាំងអស់ទៅបោះក្នុងភាគហ៊ុន A ភាគហ៊ុន A នឹងត្រូវឡើងថ្លៃខ្លាំងមិនខានពួកអ្នកគ្រាន់តែយកលុយទៅវិនិយោគមុនពេលបិទទីផ្សារទៅដល់ពេល5មធ្យោបាយកាច់កងនោះភាគហ៊ុន A នឹងធ្លាក់ថ្លៃខ្លាំងវិញជាមិនខានដល់ពេលនោះទ្រព្យសម្បត្តិរបស់ត្រកូលស៊ូនឹងត្រូវខាត់បង់គ្មានសល់តែម្ដងដល់ពេលត្រកូលស៊ូខ្សែធនត្រកូលហានពួកអ្នកទោះបីខាត់បង់ខ្លះក៏អាចរកត្រឡប់មកវិញពីប្រភពផ្សេងបានដែរល្អខ្ញុំយល់ច្បាស់ហើយចំណែករឿងក្រោយពីនេះត្រូវធ្វើអ្វីខ្លះមិនចាំបាច់ឲ្យខ្ញុំប្រាប់ទៀតទេមែនទេអរគុណលោកទេពព្រះដែលជួយណែនាំមុនបិទទីផ្សារត្រូវតែធ្វើឲ្យបាន Woody ឲ្យឯងពិតជាល្ងងមែនបង្ហាញចន្លោះប្រហោងងាយបែបនេះមើលទៅការកំចាត់ឯងមិនចាំបាច់ប្រើកម្លាំងបាយអ្វីឡើយភាគហ៊ុន B ឡើងថ្លៃខ្លាំងភាគហ៊ុន B ពួកត្រកូលស៊ូវិនិយោគលើភាគហ៊ុន B ទេពួកត្រកូលស៊ូវិនិយោគលើភាគហ៊ុន B ទេមិនអាចទៅរួចទេ Woody បានយកលុយទាំងអស់ទៅបោះក្នុងភាគហ៊ុន A តើត្រកូលស៊ូយកលុយឯណាមកវិនិយោគលើភាគហ៊ុន Bខ្ញុំមិនមែនកំពុងសបិនទេមែនទេចម្លែកណាស់
ភាគហ៊ុន A ទាំងនេះហាក់ដូចជាคล้ายទៅជាភាគហ៊ុន B បាត់ទៅហើយគឺឯងទាំងអស់ដែលជាអ្នកធ្វើរឿងនេះរឿងព្រេងនិទានដែលថាទេព្រះអាចរំជើបរំជួលទីផ្សារភាគហ៊ុនបានត្រឹមតែមួយប៉ព្រិចភ្នែកមិននឹកស្មានថាអាចធ្វើបានដល់ថ្នាក់នេះធ្វើឲ្យភាគហ៊ុនទាំងពីរដែលគ្មានទំនាក់ទំនងគ្នាបែរជាផ្លាស់ប្ដូរនិន្នាការគ្នាទៅវិញទៅមកពិតជាមិនធ្លាប់មានពីមុនមកសោះពួកអ្នកនៅដឹងតិចពេកហើយមើលទៅខ្ញុំទីមិនខុសមែនខុងសាងកំពុងតែលួចឃ្លាំមើលចលនាភាគហ៊ុនរបស់ត្រកូលស៊ូមែនពិតសំណាងហើយដែលខ្ញុំប្រាវេតមុនបោកភ្នែកគាត់ធ្វើឲ្យគ្រប់គ្នាយល់ច្រឡំថាខ្ញុំបានវិនិយោគលុយលើភាគហ៊ុន A ធ្វើបែបនេះទើបអាចលួចធ្វើរឿងសំខាន់បានដើម្បីការពារទ្រព្យសម្បត្តិដែលសំខាន់ពិតប្រាកដលុយ500លានរបស់ត្រកូលស៊ូពួកអ្នកតាមពិតខ្ញុំបានវិនិយោគលើភាគហ៊ុន B មុនពេលបិទទីផ្សារភាគហ៊ុន B ក៏ឡើងថ្លៃខ្លាំងវិនិយោគ500លានទទួលបានប្រាក់ចំណេញ1000លាន Red Review អញហ៊ានបោកប្រាស់យើងមែនទេលោកស៊ឺមីងថ្ងៃនេះខ្ញុំគួរធ្វើដូចម្ដេចកុំបារម្ភអីអ្វីទើបតែចាប់ផ្ដើមប៉ុណ្ណោះខ្ញុំនឹងមិនទុកឯងឲ្យរួចខ្លួនឡើយWoody ហាក់ដូចជាចាប់ផ្ដើមខុសប្លែកពីមុនច្រើនណាស់លើកនេះគេអាចរកលុយបាន 5000 លានឲ្យត្រកូលស៊ូពិតមែនតើពិតជាដូចដែលលោកតាបាននិយាយមែនទេថាគេគឺជាអ្នកដែលមកជួយសង្គ្រោះត្រកូលស៊ូតែមិនថាដូចម្ដេចក៏ដោយពាក្យសម្ដីរបស់លោកតាគឺត្រូវតែជឿជាក់បានម្យ៉ាងទៀតគេពីមុនក៏ធ្លាប់ជាមនុស្សដែលតាមញ៉ែខ្ញុំដែរមុខមាត់គេក៏មិនអាក្រក់ប៉ុន្មានដែរគិតទៅក៏មិនខាត់បងអ្វីដែរអីចឹងយប់នេះខ្ញុំសម្រេចចិត្តគេងជាមួយគេម្ដងទៅចុះត្រកូលស៊ូនឹងមានថ្ងៃរុងរឿងជាមិនខានពិតជាមនុស្សពូកែពិតមែនវិធីរកលុយតាមរយៈភាគហ៊ុនបែបនេះមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលគិតចេញហាអូយRed Review គ្មានទេពព្រះណាម្នាក់អាចបដិសេធស្រីស្អាតដែលចូលមកអបក្រសោបបានឡើយទោះបីជាឯងជាទេពព្រះចុះមកពីឋានសួគ៌ក៏ដោយក៏មិនអាចទុកចិត្តបានដែរអ្នកពិតជាសិចស៊ីខ្លាំងណាស់អញធ្វើស្អីហ្នឹងអញឆ្លៀតពេលខ្ញុំងូតទឹកក៏លួចឡើងមកលើគ្រែរបស់ខ្ញុំឯងនេះពិតជាមានល្បិចកលមែនល្បិចកលមែនទេខ្ញុំមានល្បិចកលមែនឯងនេះពិតជាឈើគ្មានជីវិតមែនឥឡូវនេះគឺជាគ្រែរបស់ខ្ញុំឯងហាមចូលជាដាច់ខាតពិតជាឈើដែលមិនយល់ពីសេចក្តីស្នេហាពិតមែនល្អណាស់ Woody ខ្ញុំស៊ូវ៉ាន់នេះតាំងពីតូចរហូតដល់ធំគ្មានអ្វីដែលខ្ញុំចង់បានហើយមិនបាននោះទេស្រីម្នាក់នេះពិតជាកាចខ្លាំងណាស់សំណាងហើយដែលខ្ញុំមានប្រតិកម្មលឿនបើសិនជាខ្ញុំប្រតិកម្មយឺតបន្តិចវិញភាពបរិសុទ្ធរបស់ខ្ញុំប្រកាសជាជាប់ដៃនាងមិនខានឥឡូវនេះទ្រព្យសម្បត្តិត្រកូលស៊ូបានកើនដល់ 5000 លានហើយខ្ញុំត្រូវតែប្រញាប់ឲ្យបានឆាប់ដើម្បីវិលត្រឡប់ទៅឋានសួគ៌វិញពេលវេលាមិនសល់ច្រើនទេលើកនេះឯងចង់វិនិយោគលើភាគហ៊ុនណាមួយទៀតភាគហ៊ុន A នោះកាលពីប៉ុន្មានថ្ងៃមុនបានល្បីសុសសាយ
បើទិញពេលនេះពិតជាមិនអាចរកប្រាក់ចំណេញបានឡើយឯងប្រហែលជាចង់ប្រើល្បិចអ្វីទៀតមែនទេលើកនេះខ្ញុំមិនបានប្រើល្បិចអ្វីទេខ្ញុំគ្រាន់តែទិញភាគហ៊ុនអីប៉ុណ្ណោះគឺត្រឹមតែប៉ុណ្្នឹងឯងអូល្បិចដដែលនឹងឬឯងស្មានថាខ្ញុំនឹងជឿថាឯងវិនិយោគលើភាគហ៊ុនអីមែនទេខ្ញុំធ្លាប់ចាញ់បោកឯងម្ដងរួចទៅហើយលើកនេះប្រកាសជាមិនចាញ់បោកជាលើកទី2ឡើយលើកនេះពួកយើងវិនិយោគលើភាគហ៊ុន B Woody ឯងនៅចង់ឲ្យខ្ញុំប្រើល្បិចបោកបញ្ឆោតទៀតមែនទេសុបិនទៅចុះលើកនេះខ្ញុំមិនចាញ់ឯងទៀតឡើយភាគហ៊ុន B ធ្លាក់ថ្លៃខ្លាំងហើយខ្លាចអ្វីទៅត្រកូលស៊ូវិនិយោគលើភាគហ៊ុន B ខ្ញុំចង់ឲ្យពួកគេខាតបង់គ្មានសល់តែម្ដងក្នុងនាមខ្ញុំជាទេពព្រះភាពក្រីក្រទិញអ្វីក៏ខាតទិញអ្វីក៏ខាតដែរឲ្យតែខ្ញុំអាចធ្វើឲ្យត្រកូលស៊ូមិនអាចរកលុយបាននោះឯងក៏នឹងត្រូវពិបាកមិនខានដល់ពេលនោះឯងនឹងត្រូវជាប់គាំងនៅផែនដីនេះជារៀងរហូតហើយតំណែងទេពព្រះទ្រព្យនឹងក្លាយជារបស់ខ្ញុំវិញមិនខានហេតុអ្វីបានជាភាគហ៊ុន B នេះធ្លាក់ថ្លៃខ្លាំងម្ល៉េះលើកនេះឈ្នះហាក់ដូចជាងាយស្រួលពេកហើយខុងសាងឲ្យខុងសាងមើលទៅឯងពូកែតែនិយាយមកទេបើនិយាយពីយុទ្ធសាស្ត្រវិញឯងមិនសមនឹងឲ្យខ្ញុំមើលងាយឡើយភាគហ៊ុន A ឡើងថ្លៃខ្លាំងតើជារឿងអ្វីទៅវាមិនបានទិញផងតើហេតុអ្វីបានជាវាឡើងថ្លៃចិត្តបិទទីផ្សារហើយឲ្យតែភាគហ៊ុននេះមិនធ្លាក់ថ្លៃពួកយើងច្បាស់ជាឈ្នះហើយតើឯងបានប្រើកម្លាំងបំរុងប៉ុន្មានក្នុងភាគហ៊ុននេះនៅតែបរាជ័យទៀតអូយខ្ញុំចប់ហើយហាជីចំណេញធំហើយពួកយើងវិនិយោគ500លានចំណេញបាន50,000លានពួកយើងចំណេញបាន50,000លានកំឡោះឯងប្រហែលជាទេពព្រះទ្រព្យពិតមែនហើយសំណាងនេះពិតជាល្អខ្លាំងណាស់ទិញអ្វីក៏ចំណេញទិញអ្វីក៏ចំណេញត្រូវហើយខ្ញុំគឺជាទេពព្រះទ្រព្យប្រចាំជាតិ Red Review ទេឯងមិនមែនជាទេពព្រះទ្រព្យទេឯងគឺជាទេពព្រះភាគហ៊ុនមែនទេហាត្រូវហើយខ្ញុំគឺជាទេពព្រះភាគហ៊ុនចាប់ជាតិ Woody ឯងមានចិត្តធ្ងន់ណាស់លោកទេពព្រះលោកវិនិយោគអ្វីក៏ខាតបង់តើលោកពិតជាទេពព្រះទ្រព្យជំនាន់ក្រោយមែនទេឯងចង់និយាយពីអ្វីមុនពេលលោកមកដល់ត្រកូលហាន់ពួកយើងរស់នៅយ៉ាងសុខសាន្តប៉ុន្តែតាំងពីលោកមកដល់ត្រកូលហាន់ខាតបង់ប្រាក់កាន់តែច្រើនឡើងជារៀងរាល់ថ្ងៃទេពព្រះទ្រព្យអ្វីទៅខ្ញុំមើលទៅប្រហែលជាទេពព្រះភាពក្រីក្រហើយមើលទៅខ្ញុំសង្ស័យថាគាត់ប្រហែលជាហ៎ត្រឹមតែជាស្រមោចសោះហ៊ាននិយាយជាមួយខ្ញុំបែបនេះផងពួកឯងចង់ស្លាប់មែនទេអរគុណលោកទេពព្រះពួកយើងខុសហើយសូមមេត្តាលើកលែងទោសឲ្យពួកយើងផងខ្ញុំនឹងធ្វើតាមអ្វីដែលលោកប្រាប់ទាំងអស់នៅសល់តែ2ថ្ងៃទៀតប៉ុណ្ណោះឲ្យតែខ្ញុំឆ្លងផុតពីថ្ងៃនេះតំណែងទេពព្រះទ្រព្យនៅតែជារបស់ខ្ញុំដដែលWoodyឯងត្រេកអរមិនបានយូរទេ